នៅក្នុងកុហេនេះពិតជាអបសុកក្នុងប្រះកាយខ្លាំងណាស់ថ្ងៃនេះយើងគិតថានឹងចាក់ចេញពីក្នុងកុហេនេះដើម្បីទៅរកសត្វខ្លាដំរីធ្វើជាចំណីអាហារផងតែបើជួបបរោះក្មេងខ្ចីនោះក៏ហាមនឹងចាប់មកធ្វើជាប្តីចាក់ជាមិនខាន
ថ្ងៃនេះកាហាំពិតជាសប្បាយចិត្តខ្លាំងណាស់ព្រោះកាហាំបានចាក់ចេញពីក្នុងគុហាដើម្បីរកសត្វខ្លាដំរីធ្វើជាចំណីអាហារថ្ងៃនេះនោះមើលទឹកព្រីនេះពិតជាស្ងាត់ខ្លាំងណាស់កាហាំមិនអាចបង្អង់យូរបានទេត្រូវតែស្រោតដំណើរទៅព្រៃខាងមុខបន្តទៀតតែងបានសត្វខ្លាធ្វើជាចំណីផងចម្លែកក្នុងចិត្តខ្លាំងណាស់ចុះហេតុអ្វីប៉ុន្មានថ្ងៃមកនេះបែរជាពលនេះរបស់ខ្ញុំស្លាប់មួយថ្ងៃទៅមួយថ្ងៃតើខ្ញុំធ្វើយ៉ាងណាទៅតើមានរឿងអ្វីនៅឋានរបស់ខ្ញុំអត់អីទឹកក្នុងពេលនេះខ្ញុំពិតជាសោកស្ដាយខ្លាំងណាស់នៅពលនេះរបស់ខ្ញុំ សីអូនដឹងទីប៉ុន្មានថ្ងៃកន្លងមកនេះពលអ្នករបស់យើងស្លាប់មួយថ្ងៃទៅមួយថ្ងៃមិននឹងជាមានរឿងហេតុអ្វីទេបុត្រាបិតាអរិយបិតាប្រអោមានព្រះបន្ទូលថាមានពលនាគបានស្លាប់ជាច្រើននៅក្នុងឋានបដាមិនដឹងថាមានហេតុភេទអ្វីកាត់ឡើងមែនទេក្រាបទូលគឺជាការពិតខ្លាំងណាស់ទូព្រះបង្គំឃើញព្រះបិតានិងព្រះមេតាទ្រង់ពិបាកបតីយ៉ាងនឹងតើឲ្យបត់ជួយអ្វីបិតាបានខ្លះទៅក្រាបទូលបុត្របិតាបុត្រមិនបាច់ធ្វើអ្វីនោះទេរឿងអស់ទាំងនេះគឺជាបិតាដែលជាអ្នកមើលការខុសត្រូវនៅពលនេះនៅឋានបដានេះអញ្ចឹងនៅធ្វើមកលេចទៅដឹងទៅថាមូលហេតុអ្វីបានជាពលនេះទាំងឡាយដែលត្រូវស្លាប់នៅឋានបដាជាច្រើនដោយសារអ្វីអញ្ចឹងព្រះបិតាត្រូវធ្វើយ៉ាងណាទៅក្រាបទូលបុត្របិតានឹកឃើញហើយនៅឋានបដានេះគឺមានពជាហោរាប្រចាំតាំងពីមេត្តាបិតារបស់បិតាមកម្លេះគេគុណគូបានច្បាស់ខ្លាំងណាស់ដូច្នេះបិតានឹងត្រូវឲ្យសេនាទៅតាមពជាហោរា
ជាប់មកក្នុងរោងជំនុំនៅក្នុងពេលនេះ មិនឯទេមេដាបៃតាបើចង់ព្រះអង្គស្ដេចយើងគុំចុះក្រាបទូល ទឹកយើងពលានខាត់ទទួលដូចអង្គការពីយើងទៅអញ្ជើញលោកតាវិជាអរាមមកក្នុងរោងជំនុំនៅក្នុងពេលនេះទេសូមក្រាបថ្វាយគុំព្រះអង្គល្អខ្លាំងណាស់លោកតាបជាហោរាណាខ្លាយសេះលោកដឹងទៅថានៅក្នុងពេលនេះអាចអីបានទឹកខ្ញុំឲ្យពលាងទៅអញ្ជើញតាយ៉ាងតាក់កុហលដូចនេះតាមមានដឹងទីទូលគុំបានដឹងទេព្រះអង្គឥឡូវនេះហើយមានកិច្ចការអីព្រះអង្គយើងចង់ឲ្យលោកតាគុនគូនៅឋានបដារបស់យើងនេះតើមានរឿងហេតុអ្វីបានជាពលនេះត្រូវស្លាប់មួយថ្ងៃទៅមួយថ្ងៃប្រហែលថ្ងៃនេះគឺបាត់បង់ពលនេះច្រើនខ្លាំងណាស់កណាខ្លាយសេះចាំទូលគុំគុណគ្រូឲ្យគុណជើងលេខមើលសុកសៅសុកតវៅសៅទីទុយតែសេះដោះព្រុយទុំក្បាលតសតសានចោះមកឃើញតសក់ទុំយីសុំលីតសបុកចំក្តោតតែសៅហើយបើយ៉ាងម៉េចលោកតាបូពិតព្រះអង្គម្ចាស់ជីវិតដង្កល់លើត្បូងដោយសារមានមនុស្សឋានកណ្ដាលចូលមកឋានព្រះអង្គម្ចាស់ជីវិតដង្កល់លើត្បូងក្រាបទូលដោយសារតែមានមនុស្សចង់មកនៅឋានបដារបស់យើងតើពលនេះរបស់យើងត្រូវស្លាប់មួយថ្ងៃទៅមួយថ្ងៃចឹងមែនទេកណាខ្លាយផ្សេះព្រះអង្គតើមនុស្សជឿទេណាកណាខ្លាយផ្សេះគេនោះមានឈ្មោះថាព្រះអង្គចិនវង្សក្រាបទូលព្រោះអីព្រះអង្គចិនវង្សមានបារមីខ្ពង់ខ្ពស់ណាស់ព្រះអង្គបើព្រះអង្គចង់ឲ្យឋានព្រះអង្គសនុកសុខសប្បាយរីកចម្រើនទៅមុខទៀតត្រូវតែបញ្ជូនព្រះអង្គច័ន្ទវង្សនេះទៅឋានកណ្ដាលទៅវិញក្រាបទូលបាច់ថាមានរឿងរត់ថ្នាក់នឹងមែនទេលោកតាណាខ្លាយទេបានហើយអស់កិច្ចការហើយលោកតាអញ្ជើញទៅវិញចុះទូព្រះអង្គគុំសូមក្រាបថ្វាយគុំលាព្រះអង្គចិនវង្សបុត្រាបិតាយើងជួបគ្នាមិនបានប៉ុន្មានថ្ងៃឥឡូវនេះដោយសារតែរាជបុត្រមានបុណ្យបារមីខ្លាំងណាស់មិនអាចរស់នៅឋានបដារបស់បិតាបាននោះទេព្រះបិតាម្ចាស់ជីវិតនេះបុត្រទោះបិតាមិនមែនជាបិតាបង្កើតរបស់បុត្រយ៉ាងណាតែព្រះអង្គមានព្រំវិហារធម៌យ៉ាងល្អប្រសើរដែលបុត្រត្រូវជាប់នៅត្រង់ដែកពលសេនាទម្លាក់បុត្រមករស័ក្តិដណ្ដេតមកដល់ឋានបដាបានព្រះអង្គជាអ្នកជួយសង្គ្រោះជីវិតទូព្រះអង្គមមួតលើទៅហើយឥឡូវនេះលោកតាបច្ច័យហរាដែលប្រចាំនៅឋានបដារបស់បិតាគុណគូហៅថាមកពីពលសេនានេះព្រះបិតាត្រូវស្លាប់មួយថ្ងៃ2ទៅ3ក្បាលគឺដោយសារតែមានមនុស្សនៅនៅឋានកណ្ដាលមករស់នៅនៅឋានបដាទើបបដាធ្វើឲ្យពលសេនានេះបិតានេះត្រូវបាត់បង់អាយុជីវិតដោយសារតែបុណ្យបារមីទូព្រះបង្គំព្រះចិនវង្សទើបមិនអាចឲ្យទូព្រះបង្គំនៅនៅឋានបដាបន្តទៀតបានមែនទេបិតាគឺជាការពិតខ្លាំងណាស់បុត្របិតាមិនចង់ឲ្យបុត្រត្រូវគិតឆ្ងាយអំពីបិតានោះទេតែហើយទៅចាស់បុត្រមិនចង់នាំទុកនៃឋានបដានេះតទៅទៀតទេជាពិសេសមិនចង់ឲ្យព្រះបិតាពិបាកបន្តិចដោយសារតែបុត្រតទៅទៀតនោះទេតែបិតាស្រឡាញ់បុត្រខ្លាំងណាស់បិតាមេតាបិតាឃើញបុត្រមិនបាននោះទេបើសិនទេរាជបុត្រព្រោះនៅឋានបដារបស់យើងនោះពលនេះរបស់យើងត្រូវស្លាប់ជារៀងរាល់ថ្ងៃមេតាព្រះបិតាបុត្រដឹងច្បាស់ណាស់ថាមេតាបិតាមិនមែនជាបិតាបង្កើតរបស់បុត្រទេតែព្រះអង្គទាំងទ្វេស្រឡាញ់បុត្រណាស់ចាប់ទុកបុត្រដូចជាបុត្របង្កើតព្រោះតែព្រះអង្គអត់មានរាជបុត្រទេ
ដល់ហើយតិចចុះសេចក្តីស្រឡាញ់មកនេះបាត់នឹងចងចាំទុកអស់មួយជីវិតនៅក្នុងក្រៅបេះដូងរបស់ទូព្រះបង្គំឥឡូវដល់ពេលវេលាហើយបាត់មិនចង់នាំទុកឲ្យព្រះបិតានិងព្រះមេដាតទៅទៀតទេបាត់នឹងឡើងទៅឋានកណ្ដាលវិញទៅហើយនៅក្រាបទូលពុតមិនអាចយើងទៅតែអស់ឯងបាននោះទេពុតថាទឹកសមុទ្រវាមានជំរឿជ្រៅខ្លាំងណាស់ពុតតែចេញពីឋានបិតាទៅនោះពុតគ្មានដង្ហើមត្រូវដកឡើងដល់ឋានកណ្ដាលវិញនោះទេអស់ប្រគុណណាស់បើចឹងមេដាបិតាសូមព្រះអង្គជូនបុត្រទៅឋានកណ្ដាលចុះព្រោះអីគុណបការៈយ៉ាងធំធេងនេះបុត្របានអាចបំភ្លេចបានទេតែចាំថ្ងៃក្រោយទូព្រះបង្គំមានឱកាសទូបង្គំនឹងមកតបស្នងសងគុណមេដាបិតាវិញចំណែកជីវិតទូព្រះបង្គំបណ្ដោយទៅតាមយថាកម្មទៅតាមជីវិតរបស់ទូព្រះបង្គំទៅចុះបុត្របិតាគុណថ្លៃវិសេសនៅមុខមហាកផែងគឺមានសេនារបស់បិតា2នាក់គេនឹងតាមថែរក្សាបុត្រឲ្យបុត្រឡើងទៅឋានកណ្ដាលវិញដោយក្តីប្រាថ្នាអស់ព្រះគុណណាស់មេដាបិតាចឹងទូព្រះបង្គំលាហើយទូបង្គំលាទាំងក្តីអឡោះអាឡៃដែលមិនចង់ឃ្លាតឆ្ងាយពីព្រះអង្គនោះទេបុត្របិតាថ្វាយបង្គំលាហើយបិតាមេដាបុត្របិតាចាំទុកនៅក្រាបទូលព្រះចិនវង្សម្នាក់នេះមិនអាចបំភ្លេចគុណូបការៈព្រះបិតាព្រះមេដាបានទេក៏ប៉ុន្តែធ្វើមកដេចរវាងយើងមិនអាចរស់នៅជាមួយគ្នាបានទូព្រះបង្គំជាមនុស្សនៅដែនដីកណ្ដាលរីឯមេដាបិតាគឺជាម្ចាស់គ្រប់គ្រងនៅឋានបដាលបើឲ្យទូព្រះបង្គំនៅទីនេះនាំទុកចំពោះព្រះមេដាព្រះបិតាបាត់លាហើយក្រាបទូលតាជាងនេះឲ្យមេដាបិតាតាជាងចិនវងមហាសីឥឡូវចិនវងក៏ទៅឆ្ងាយអំពីយើងហើយយើងគិតមានបុតហើយតទៅទៀតទីនៅព្រីជីវិតខាងនេះណាក្រាបទូលហើយព្រីជីវិតចាក់ចោលយើងតែឆ្ងាយយ៉ាងនេះណាក្រាបទូលកັບចិត្តទៅយើងចូលក្នុងមហាដំណាក់វិញតែយើង